ណែមនៅកន្លែងចែកធីរីនេះដាក់មួយម៉ាត់ណាក៏ឆ្ងាញ់ដែរបងប្អូនចាដាក់មកគឺមានក្តីសុខខ្លាំងមែនទែនដែលចូលចិត្តណែមដូចខ្ញុំបានដឹងថាអារម្មណ៍នឹងវាមិនបងប្អូនចង់ញ៉ាំកន្លុកក៏បានយើងចង់ទិញយកទៅញ៉ាំតទេក៏បានដែរប៉ុន្តែបើញ៉ាំកន្លុកមើលទៅវាឆ្ងាញ់ជាងបងប្អូនព្រោះដោយសារតែគាត់មានថែមជាមួយនឹងជីជាមួយនឹងស្ពៃក្តោបហើយនឹងខ្ទឹមក្រហមនោះញ៉ាំជាមួយនឹងណែមនឹងឆ្ងាញ់ណាស់បងប្អូននៅកន្លែងគាត់មានតាំងពីថៃជូជ្រូកជូសង្វាក់ឬមួយក៏ណែមនឹងសិតតែយកមកពីបាត់ដំបងសុទ្ធទាំងអស់បងប្អូនចាអត់មានយកមកពីខេត្តណាទេហើយបងប្អូននឹងស្រាប់ហើយថាណែមបាត់ដំបងគឺឆ្ងាញ់ណាស់ដាក់មកមួយម៉ាត់គឺពេញមាត់ហ្មងណែមដែលខ្ញុំកំពុងតែញ៉ាំនេះគឺខ្ញុំឲ្យគាត់កន្លុកជាមួយនឹងគ្រឿងបងប្អូនឃើញអត់នៅក្នុងរូបភាពហ្នឹងតាមពិតទៅណែមកន្លែងគាត់ហ្នឹងគឺឆ្ងាញ់ស្រាប់ហើយបងប្អូនប៉ុន្តែគ្រាន់ថាខ្ញុំចង់ញ៉ាំរសជាតិបែបកន្លុកវិញចង់នឹងថាកន្លុកហ្នឹងវាឆ្ងាញ់ប៉ុណ្ណាដល់ពេលដាក់កន្លុកទៅនិយាយទៅគាត់បកាយលឿយគ្រឿងមែនតែនអារសជាតិណែមហ្នឹងវាឆ្ងាញ់ហើយដល់ពេលកន្លុកទៅជាមួយនឹងអាទឹករបស់គាត់ទឹកគ្រឿងដែលកន្លុកហ្នឹងឆ្កាន់តែឆ្ងាញ់ជាងនឹងទៀតនិយាយពីថាអត់ថ្លៃទេបងប្អូនចំពោះនឹងបរិមាណតម្លៃអីគឺសមរម្យខ្លាំងមែនតែនហើយគាត់បកាយកន្លុកគ្រឿងគាត់ដាក់ម្ទេសដាក់បន្លែដាក់អីមកនិយាយទៅមកឆ្ងាញ់ហ្មងអត់មានជូរខ្លាំងទេបងប្អូននិយាយទៅជូរមកល្មមហើយគាត់ថែមគ្រឿងកន្លុកហ្នឹងមកឆ្ងាញ់ឲ្យយើងហ្មងញ៉ាំហើយគឺចង់ទៅរកញ៉ាំទៀតហ្មងបងប្អូនមើលតែមាត់ខ្ញុំញ៉ាំទៅដឹងហើយមកប្រអប់ហ្នឹងខ្ញុំញ៉ាំម្នាក់ឯងសំខាន់តម្លៃសមរម្យហើយគាត់លក់ធូរថ្លៃ